ប្រទេសចិននិងសហរដ្ឋអាមេរិកបានផ្ទុះសង្គ្រាមពាក្យសម្ដីដាក់គ្នាទៅវិញទៅមកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កកាលពីថ្ងៃទី14ខែកក្កដាបើតាម Reuters សហរដ្ឋអាមេរិកបានចាត់ប្រកាន់ប្រទេសចិនពីបទរំលោភទៅលើការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិខណៈដែលទីក្រុងប៉េកាំងបានចាត់ប្រកាន់ទីក្រុង Washington វិញអំពីបទរុញច្រានតំបន់មជ្ឈិមបូព៌ាឲ្យធ្លាក់ចូលទៅក្នុងមាត់ជ្រោះមហន្តរាយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ UN លោក Mike Waltz បាននិយាយថាប្រទេសដូចជាអ៊ីរ៉ង់និងអង្គការមួយចំនួននៅក្នុងប្រទេសចិនបានរំលោភលើសេចក្តីសម្រេចលេខ2216តាក់ទិនទៅនឹងក្រុមប្រដាប់អាវុធហូធីនៅក្នុងប្រទេសយេម៉ែនសេចក្តីសម្រេចលេខ2216របស់ក្រុមប្រឹក្សាសន្តិសុខដែលអនុម័តនៅឆ្នាំ2015បានទាមទារឲ្យក្រុមហូធីបញ្ចប់អធិភាពរបស់ពួកគេនិងដកខ្លួនចេញពីទឹកដីដែលកាន់កាប់នៅក្នុងប្រទេសយេម៉ែនសេចក្តីសម្រេចនេះក៏ដាក់ការហាមឃាត់អាវុធលើក្រុមហូធីនិងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្តអមទៅដោយការដាក់ទណ្ឌកម្មលើបុគ្គលនានាដូចជាការបង្កកទ្រព្យសម្បត្តិនិងការហាមឃាត់ការធ្វើដំណើរជាដើមឆ្លើយតបរឿងនេះឯកអគ្គរដ្ឋទូតចិនប្រចាំនៅ UN លោកស៊ុនឡៃបានថ្លែងផ្លែផ្កាពាក្យសម្ដីទៅលើលោក Mike Waltz វិញថាសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវដែលមិនអាចប្រកែកបានចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយេម៉ែននិងនៅសមុទ្រក្រហមលោកក៏បានចាត់ប្រកាន់ទីក្រុង Washington ថាបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងការបញ្ចប់ជម្លោះដោយធ្វើឲ្យវិបត្តិនៅតំបន់កាហ្សាអូបន្លាយនិងបង្កើនភាពតានតឹងនៅក្នុងតំបន់ផងដែរលោកស៊ុនឡៃបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកបានវាយប្រហារប្រឆាំងទៅនឹងអ៊ីរ៉ង់ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខស្របពេលដែលការចរចារវាងទីក្រុង Washington និងទីក្រុងតេហរ៉ង់កំពុងតែដំណើរការសកម្មភាពនោះបានរុញច្រានស្ថានភាពនៅក្នុងតំបន់ឲ្យធ្លាក់ទៅដល់កម្រិតគ្រោះថ្នាក់ម្ដងទៀតកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហូធីកាលពីថ្ងៃទី13ខែកក្កដាបានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថាបានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីសាណាការសងសឹកក្រុមហូធីក៏បានបាញ់មីស៊ីលនិងយន្តហោះ drone ទៅកាន់អាកាសយានដ្ឋានអន្តរជាតិនៅអារ៉ាប៊ីសាអូឌីតវិញផងដែរនេះគឺជាការប៉ះទង្គិចគ្នាដ៏ធំបំផុតចាប់តាំងពីបទជុបបាញ់ក្រៅផ្លូវការបានចូលជាធរមាននៅឆ្នាំ2022និងចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេសយេម៉ែនកាលពីឆ្នាំ2014ក្រោយពេលដែលកងកម្លាំងហូធីបានកាន់កាប់រដ្ឋធានីសាណាដោយបង្ខំឲ្យរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិផ្លាស់ទីទៅភាគខាងត្បូងនៃប្រទេសយេម៉ែន